កវិទ្យាល័យអាស៊ីអឺរ៉ុបសហការឧបត្ថម្ភដោយទូរទស្សន៍ខ្សែការពីធានីភ្នំពេញ PPCTV HiT និងសភ័ននារីខ្មែរបាទសូមអនុញ្ញាតស្វាគមន៍ជាថ្មីមកកាន់វគ្គព័ត៌មានរាយការណ៍តាមបណ្ដាខេត្តដែលថ្ងៃនេះយើងមានខេត្តបន្ទាយមានជ័យនិងខេត្តកំពង់ធំបាទជាដំបូងគឺខេត្តបន្ទាយមានជ័យគឺលោកប៊ុនសំណាងបាទឥឡូវនេះសហការីរបស់យើងកំពុងតែធ្វើការទំនាក់ទំនងទៅលោកប៊ុនសំណាងនៅខេត្តបន្ទាយមានជ័យបាទមិនដឹងថាខេត្តបន្ទាយមានជ័យមានអ្វីកើតឡើងប្លែកឬមានព្រឹត្តិការណ៍អ្វីសំខាន់ដើម្បីនឹងលើកមកជំរាបជូនទេបន្តិចទៀតយើងនឹងបានជួបជាមួយនឹងលោកប៊ុនសំណាងមិនអញ្ចឹងសុជីតាបាទប៉ុន្តែយ៉ាងណាក៏ដោយពាក់ព័ន្ធឬខេត្តបន្ទាយមានជ័យកាលពីម្សិលមិញមានបុគ្គលជាមេគយមួយរូបនោះគឺថាចាក់ដីរំលោភយកផ្ទៃបឹងផ្ទៃស្ទឹងឥឡូវនេះសហការីរបស់យើងបានទំនាក់ទំនងបានហើយជាមួយលោកប៊ុនសំណាងអាឡូជំរាបសួរបាទជំរាបសួរលោកអាចារ្យសរឿននិងកញ្ញាសុជីតារួមទាំងបងប្អូនជនរួមជាតិដែលកំពុងតែតាមដានទស្សនាកម្មវិធីសួស្តីប្រិមិត្តពេលប៉ុស្តិ៍លេខ8ផងបាទអរគុណណាស់លោកប៊ុនសំណាងថ្ងៃនេះអាកាសធាតុនៅបន្ទាយមានជ័យយ៉ាងណាដែរបាទអាកាសធាតុនៅទីនេះគឺថាមេឃស្រឡះល្អបាទមានថាបាទអរគុណណាស់អ្វីទេបាទអរគុណណាស់លោកសំណាងសម្រាប់ខ្ញុំដូចជាមានអារម្មណ៍ក្តុកក្តួលបន្តិចពាក់ព័ន្ធនឹងកម្មវិធីថ្ងៃនេះហើយនៅខេត្តបន្ទាយមានជ័យយើងលោកមានសង្កេតឃើញអ្វីដែលប្លែកទេក្នុងការចូលរួមរំលែកនៅមរណទុក្ខដ៏ក្រៀមក្រំរបស់ព្រះបរមរតនកោដ្ឋរបស់យើងបាទគឺថាប្រជាពលរដ្ឋនៅតាមផ្ទះនីមួយៗក៏មានការទង់ជាតិហើយនឹងមានរៀបចំពិធីដាក់គ្រូសំណាករបស់ព្រះបរមកោដ្ឋដើម្បីធ្វើការអុជធូបអុជទៀនគោរពដល់ព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គដែលរំគូ2ឆ្នាំបាទអរគុណឃើញថាមិនថាតែបន្ទាយមានជ័យឬរាជធានីភ្នំពេញឬខេត្តផ្សេងទេគឺទូទាំងកម្ពុជាតែម្ដងណាថ្ងៃនេះបាទហើយលោកមានព័ត៌មានអ្វីបំរុងលើកមករាយការណ៍ជូនទូរទស្សនិកជនយើងថ្ងៃនេះបាទនៅថ្ងៃនេះខ្ញុំបាទមានអត្ថបទមួយពាក់ព័ន្ធទៅនឹងយ៉ាងខេត្តបានបង្កើតគណៈកម្មការរក្សាផ្លូវនិងសម្អាតទីក្រុងហើយក្នុងនោះគឺត្រូវមានវិធានការតឹងរ៉ឹងចំពោះរថយន្តដែលធ្វើឲ្យមានដីប្រឡាក់មកលើទីក្រុងពិសេសគឺក្រុមរថយន្តដែលដឹកដីលក់តែម្ដងបាទអញ្ចឹងខ្លឹមសារយ៉ាងណាលោកអាចលើកឡើងបានជើញបាទអភិបាលខេត្តបន្ទាយមានជ័យបានបង្កើតគណៈកម្មាធិការថែរក្សាផ្លូវនិងសម្អាតក្រុងដើម្បីយកប្រាក់ពីរថយន្តនីមួយៗក្នុងមួយគ្រឿងចាប់ពី 10000 រៀលទៅ 20000 រៀលគឺសកម្មភាពដឹកដីក្នុងមួយថ្ងៃមិនតិចជាង 1000 ជើងទេដែលចេញពីភ្នំស្វាយនៅក្រុងសេរីសុភ័ណ្ឌខេត្តបន្ទាយមានជ័យហើយក្នុងនោះជាក់ស្ដែងគេបានឃើញថាក្រោយពេលដែលអាជ្ញាធរខេត្តប្រជុំនិងមានវិធានការគ្រោងនឹងបញ្ឈប់ក្រុមហ៊ុនកាយថ្មភ្នំធ្វើអាជីវកម្មគឺគេឃើញថាក្រុមហ៊ុនឯកជនទាំងនោះក៏បានធ្វើសកម្មភាពដឹកសម្រាប់ដាក់នៅដីភ្នំមួយថ្ងៃមិនតិចជាង 1000 ជើងទេចេញពីចំណុចផ្លូវការខ្នុលសង្កាត់អូអំបិលក្រុងសិទ្ធិបានខេត្តបន្ទាយមានជ័យដែលកម្មភាពទាំងនេះគឺគេត្រូវបានធ្វើទាំងយប់ទាំងថ្ងៃដែលមានគ្រឿងចាក់ចំនួន2គ្រឿងកំពុងកាយដីហើយក៏មានទាហានម្នាក់ដែលធ្វើការនៅបានសត្វខេត្តកំពុងធ្វើសកម្មភាពរាប់ក្បាលហើយចំពោះឯកឧត្តមគូសុំសរឿនអភិបាលខេត្តបន្ទាយប្រាប់កន្លងទៅនេះថានៅក្រុងស្រីសុភ័ណ្ឌមានភ្នំដែលជាប់គ្នាទី4នៅក្រុងដែលរយៈពេលកន្លងមកត្រូវបានក្រុមហ៊ុនឯកជនចំនួន4ផងដែរគឺក្រុមហ៊ុនយឺបកុង2ក្រុមហ៊ុនភ្លុនហុង3ក្រុមហ៊ុនញ៉ាំសាវូន4ក្រុមហ៊ុនដាច់ហុកបានធ្វើសកម្មភាពខែភ្នំធ្វើអាជីវកម្មស្ទើរតែរលាយភ្នំដែលសម្បត្តិធម្មជាតិភ្នំដែលមាននៅក្នុងបណ្ដាក្រុងសេរីសុភ័ណ្ឌនេះគឺប្រឈមនឹងការតាយធ្វើអាជីវកម្មដែលប៉ះ
ដល់ប្រៃធម្មជាតិជំរកសត្វនេះក៏ដូចជាជីវៈសម្បត្តិហើយក្នុងនោះគឺអាជ្ញាធរខេត្តក៏បានធ្វើការស្នើសុំទៅក្រសួងរាយនឹងធម្មពលផងដែរឲ្យបញ្ឈប់សកម្មភាពដើម្បីរក្សាបាននៅសម្បត្តិធម្មជាតិបង្កើតជាតំបន់ទេសចរកាត់បន្ថយចំណាក់ស្រុកឆ្លងដែនហើយនឹងធ្វើឲ្យទីក្រុងសេរីសុភ័ណ្ឌប្រកបទៅដោយភាពស្អាតពោពេញទៅដោយភាពបៃតងហើយឥឡូវនេះសម្បត្តិធម្មជាតិដែលជាភ្នំដែលគេហៅថាសម្បត្តិកម្រមិនងាយនឹងកកើតឡើងកំពុងត្រូវបានឈ្មោះកាយលក់យ៉ាងអនាធិបតេយ្យទន្ទឹមគ្នានោះលោកសុវឌ្ឍនាប្រធានមន្ត្រីរាយធម្មពលខេត្តបន្ទាយមានជ័យបានប្រាប់ថាក្រុមហ៊ុនដែលធ្វើសកម្មភាពយកថ្មភ្នំយកដីទាំង4ក្រុមហ៊ុននេះគឺត្រូវបញ្ឈប់នៅថ្ងៃទី30ខែទូ2014ខាងមុខហើយក្រុមហ៊ុនទាំងនេះបើសិនជាដល់ថ្ងៃបញ្ចប់បេសកកម្មរបស់ខ្លួនហើយតែបន្តសកម្មភាពទៀតអាជ្ញាធរក៏ដូចជាសមត្ថកិច្ចជំនាញនឹងមានវិធានការទៅតាមផ្លូវច្បាប់បាទលោកវីវ៉ៃតេងលីអភិបាលរងក្រុងស្រីសុភ័ណ្ឌវិញបានអះអាងស្តីងគ្នាថាពាក់ព័ន្ធទៅនឹងរថយន្តដឹកដីចេញពីភ្នំយ៉ាងកក្រឹកកក្រែងនេះគឺខេត្តបានបង្កើតគណៈកម្មាធិការមួយដើម្បីចូលរួមចំណែកថែរក្សាផ្លូវនិងសម្អាតក្រុងហើយនោះត្រូវឲ្យរថយន្តដឹកដីនីមួយគឺត្រូវបង់ប្រាក់ពី10000ទៅ20000រៀលការអះអាងនេះគឺមិនទាន់អនុវត្តនៅឡើយទេបាទប៉ុណ្ណឹងទេលោកសំណាងបាទអរគុណណាស់លោកសំណាងដែលបានរាយការណ៍ពាក់ព័ន្ធនឹងបញ្ហានេះលោកបានសាកសួរដែរទេថាតើការដឹកនឹងគឺមានច្បាប់ទម្លាប់អីត្រឹមត្រូវទេហើយវាអាចប៉ះពាល់ដល់បរិស្ថានឬក៏ផ្លូវថ្នល់សាធារណៈដែរទេបាទគឺចំពោះការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនទាំង4សុទ្ធតែមានអាជ្ញាប័ណ្ណត្រឹមត្រូវប៉ុន្តែបើទោះបីជាបែបណានោះត្រូវបានពលរដ្ឋរិះគន់យ៉ាងធ្ងន់ធ្ងរថាការដែលក្រុមហ៊ុនអាជីវកម្មទាំង4អាចកាយភ្នំយកដីទៅលក់បានគឺដោយសារតែមានការអនុញ្ញាតឬមួយក៏មានការគ្នារវាងមន្ត្រីជំនាញនិងអាជ្ញាធរសម័យមុនបានជាការងាររបស់ឈ្មោះទាំងនោះបានមកដល់ថ្ងៃនេះយ៉ាងរលូនហើយភ្នំក៏កំពុងតែប្រឈមនឹងភាពរលាយផងដែរបាទខ្ញុំឃើញរូបភាពគឺខ្ញុំមានការបារម្ភភ្នំនឹងបាត់បង់នៅពេលឆាប់ទៅមុខនឹងហើយបើសិនជាបើគ្មានការត្រួតពិនិត្យច្បាស់លាស់បាទទៅលើអាជ្ញាប័ណ្ណឬក៏សកម្មភាពរបស់ក្រុមហ៊ុនទាំង4នោះបាទហើយខ្ញុំសួរមួយសំណួរទៀតពាក់ព័ន្ធនឹងការយកលុយពី10000ទៅ20000រៀលក្នុងមួយគ្រឿងហ្នឹងតើលុយហ្នឹងយកទៅណាដែរបាទចំពោះនេះគ្រាន់តែជាការអះអាងរបស់លោកអភិបាលរងក្រុងស្រីសុភ័ណ្ឌតែប៉ុណ្ណោះថាអាជ្ញាធរខេត្តបានប្រជុំបង្កើតគណៈកម្មាធិការវិតម្លៃទៅលើការងារហ្នឹងដើម្បីឲ្យទីក្រុងស្រីសុភ័ណ្ឌប្រកបទៅដោយភាពស្រស់ស្អាតនោះគឺមានគណៈកម្មការសម្អាតក្រុងថែរក្សាផ្លូវកាត់បន្ថយភាពខូចខាតនិងស្ទះលូអីផ្សេងរាល់ថ្ងៃនេះគឺគេឃើញថាក្រុមហ៊ុនទាំងនោះពេលរថយន្តឡើងមកលើថ្នល់ជាតិតែនាំយកដីដែលឡើងកងពេញផ្លូវហើយដីដែលបានដឹកពុកមានការប្រូតាមបទដ្ឋានបញ្ជាការគ្រប់គ្រងគឺថាដូចភាពលោកបានឃើញចាក់ហើយគឺថាជាការតែជ្រុះថ្មម្ដុំដីម្ដុំធំអញ្ចឹងអានមួយចាប់ពី500ទៅ1000ទៅនោះគឺថារាយពេញទៅផ្លូវតែម្ដងបាទហើយអញ្ចឹងអក្សរណីដែលគេយកប្រាក់គឺដល់ឡើយទេគឺមានគម្រោងនឹងបង្កើតគណៈកម្មការធ្វើបាត់ដឹងបាទអរគុណណាស់ហើយសម្រាប់មួយទៀតពាក់ព័ន្ធនឹងបញ្ហាហ្នឹងគឺការដឹកនឹងមានការគ្របអីត្រឹមត្រូវទៅតាមច្បាប់កំណត់ដែរទេបាទជាងកាលក៏មានការគ្របជាងកាលក៏អត់ប៉ុន្តែបើនិយាយឲ្យចំទៅ
នោះគ្រាន់តែជាការគ្រប់មួយយកទៅគ្រប់លើមើលឃើញថាបានគ្រប់ដែរតែប៉ុណ្ណោះចំពោះការធ្វើឲ្យមានភាពប្រុងប្រយ័ត្ននិងបញ្ជាគ្រោះថ្នាក់ទៅដល់អ្នកធ្វើដំណើរលើដងផ្លូវជាតិរួមជាមួយគ្នាដែរនោះគឺយើងសង្កេតឃើញថាមិនមែនទៅតែកើតឡើងពេលនេះទេមកយូរហើយតើតែសមត្ថកិច្ចរឹតបន្តឹងបានអស់លោកឈ្មោះដែលជាអ្នកលោកស៊ីដឹកដីលក់ហ្នឹងគាត់មានស្មារតីគោលយកចិត្តទុកដាក់ប៉ុន្តែមកដល់ពេលនេះគេឃើញថាបានតែធ្វើរយៈពេល2ថ្ងៃឲ្យល្អមើលតែប៉ុណ្ណោះចំពោះការធ្វើចេញពីឆន្ទៈរបស់ខ្លួនគឺគ្មានទេដូចយើងបានឃើញជាក់ស្ដែងហើយគឺថារថយន្តនីមួយៗដុំថ្មខ្ពស់ជាងឡានដីខ្ពស់ជាងឡានផ្លូវរលាក់ឬមួយក៏ផ្លូវបើកលឿននៅកណ្ដាលក្រុងគឺថាមានទាំងដុំថ្មមានទាំងដីជ្រុះរីប៉ាយពេញផ្លូវម្ដងទៅបានអាជ្ញាធរខេត្តដែលមានលោកគូសុំសរិទ្ធជាអភិបាលខេត្តបន្ទាយមានជ័យថ្មីគឺលោកបានយកចិត្តទុកដាក់ពីបញ្ហាសុខភាពនិងបរិស្ថានពិសេសគឺការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍តែម្ដងទៅលោកមានវិធានការដាក់ឲ្យមន្ត្រីខាងក្រោមអនុវត្តនិងផែនការថ្មីរបស់លោកបាទអរគុណលោកសំណាងប៉ុណ្ណឹងសិនទៅចុះណាសម្រាប់ថ្ងៃនេះហើយសង្ឃឹមថាថ្ងៃស្អែកឬថ្ងៃក្រោយលោកនឹងមានព័ត៌មានល្អហើយពាក់ព័ន្ធនឹងប្រយោជន៍សង្គមលើកមកជម្រាបជូនជាបន្តទៀតបាទចាអរគុណលោកសំណាង